សត្វឃ្មុំជាសត្វដែលមានរូបរាងតូចប៉ុន្តែវាជាសត្វដែលមានប្រយោជន៍ខ្លាំងទឹកឃ្មុំត្រូវគេចាត់ទុកថាមានអត្ថប្រយោជន៍មហាសាលដល់សុខភាពនិងសម្រស់មិនត្រឹមតែប៉ុណ្ណោះអ្នកក៏អាចរៀនសូត្រពីសត្វឃ្មុំនៅមេរៀនជីវិតដ៏មានតម្លៃបានផងដែរបើទោះបីជាវាជាសត្វដែលគ្មានការគិតពិចារណាដូចមនុស្សក៏ដោយខាងក្រោមនេះគឺជាមេរៀនជីវិតទាំង5មួយដែលអ្នកអាចរៀនសូត្រពីសត្វឃ្មុំ 1. មិនអាត្មានិយមសត្វឃ្មុំទាំងអស់ក្នុងសម្បុកដឹងពីតួនាទីរៀងខ្លួនហើយពួកវាខិតខំធ្វើការអស់ពីសមត្ថភាពដើម្បីសម្បុកទាំងមូលដូចនេះកុំអនុញ្ញាតឲ្យការច្រណែនពីឋានៈតួនាទីរបស់អ្នកក្នុងគ្រួសារឬស្ថាប័នធ្វើឲ្យអ្នកមិនសប្បាយចិត្តអាអន់ស្រពន់ចិត្តអ្នកត្រូវបំពេញភារកិច្ចរៀងខ្លួនរបស់អ្នកអស់ពីសមត្ថភាពដើម្បីភាពរីកចម្រើន 2. ការធ្វើការជាក្រុមប្រសិនបើក្រុមឃ្មុំមិនខិតខំធ្វើការជាក្រុមទេក្រុមទាំងមូលនឹងប្រកាសជាបែកបាក់សាមគ្គីស្លាប់ទាំងអស់ដូចនេះឃ្មុំទាំងអស់ត្រូវតែខិតខំផ្គត់ផ្គង់សម្បុកខិតខំសាងសង់ក្រុមរបស់ខ្លួនមនុស្សយើងក៏មិនខុសពីសត្វឃ្មុំដែរយើងត្រូវធ្វើការជាក្រុមដើម្បីឲ្យគ្រួសារក៏ដោយសារស្ថាប័នមួយរីកចម្រើនអ្នកមិនអាចជោគជ័យតែម្នាក់ឯងបានទេប្រសិនបើគ្មានការជួយជ្រោមជ្រែងពីអ្នកនៅជុំវិញខ្លួនអ្នក 3. គម្រោងក្នុងពេលអនាគតក្នុងពេលរដូវត្រជាក់ឃ្មុំត្រូវការចំណីអាហារដើម្បីផ្គត់ផ្គង់សមាជិករបស់វាដូចនេះឃ្មុំទាំងអស់ត្រូវស្វែងរកចំណីដើម្បីត្រៀមទុករួចជាស្រេចមនុស្សយើងម្នាក់មិនខុសពីសត្វឃ្មុំនោះដែរអ្នកត្រូវតែមានគោលដៅសម្រាប់ថ្ងៃអនាគតនៅពេលអ្នកមានគោលដៅអ្នកនឹងចាប់ផ្ដើមធ្វើសកម្មភាពរៀងរាល់ថ្ងៃដើម្បីសម្រេចគោលដៅធំរបស់អ្នកក្នុងពេលអនាគត 4. ការពារសម្បុកមានសត្វជាច្រើនដែលចង់បំផ្លាញសម្បុកសត្វឃ្មុំដូចជាសត្វអណ្ដើកមាសសត្វចៃផ្សេងសត្វឃ្មុំមានភាពអង់អាចក្លាហានក្នុងការប្រឆាំងរារាំងនឹងសត្រូវដើម្បីសម្បុកវាមានសុវត្ថិភាពដូចទៅនឹងសត្វឃ្មុំអ្នកត្រូវធ្វើជាមនុស្សក្លាហានហ៊ានការពារគ្រួសាររបស់អ្នកកុំខ្លាចក្នុងការជួយអ្នកដទៃ 5. ប្រសិទ្ធភាពសត្វឃ្មុំមិនធ្វើការច្រើនមុខក្នុងពេលតែមួយនោះទេពួកវាធ្វើការតែធ្វើដែលជាចាំបាច់ដែលជាភារកិច្ចរបស់វាតែប៉ុណ្ណោះពីព្រោះថាសត្វឃ្មុំមានកិច្ចការរៀងខ្លួនអ្នកត្រូវផ្ដោតលើអ្វីដែលអ្នកកំពុងធ្វើកុំខ្ជះខ្ជាយពេលវេលារបស់អ្នកត្រូវរៀនធ្វើកិច្ចការឲ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផលកុំធ្វើការលំអោយរួចពីដៃការធ្វើការយ៉ាងហ្មត់ចត់ជួយឲ្យអ្នកមានទម្លាប់ល្អក្លាយជាមនុស្សហ្មត់ចត់ 6. ទំនាក់ទំនងសត្វឃ្មុំទំនាក់ទំនងតាមរយៈការផ្លាស់ប្ដូរនិងរាំដើម្បីឲ្យក្រុមរបស់ខ្លួនដឹងពីទីកន្លែងដែលមានលំអងផ្កាប់ប្រសិនបើសត្វឃ្មុំប្រើប្រាស់ត្រូនិករបស់វាបញ្ចេញក្លិនម្យ៉ាងដែលប្រាប់ទៅដល់សមាជិកក្រុមរបស់វាថាមានអ្នកឈ្លានពានការទំនាក់ទំនងដែលមានភាពច្បាស់លាស់ធ្វើឲ្យការឃ្មុំទាំងអស់អាចធ្វើការបានយ៉ាងល្អអ្នកក៏ត្រូវមានទំនាក់ទំនងផងដែរជាមួយមិត្តរួមការងារគ្រួសារនិងអ្នកដទៃទំនាក់ទំនងល្អជួយបង្កើនប្រសិទ្ធភាពការងារនិងកសាងភាពជោគជ័យក្នុងជីវិតរបស់អ្នក